បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់បាទស្វាគមន៍មកកាន់ការចូលទស្សនាបាទនៃការសិក្សាអំពីសំណេរតែងក្តីដែលថ្ងៃនេះដែរលោកគ្រូនឹងលើកយកបាទប្រធានតែងក្តីបែបអត្ថាធិប្បាយពន្យល់អក្សរសិល្ប៍បាទថ្មីមួយទៀតដើម្បីចែកជូនដល់បងប្អូនអរគ្នាពន្យល់បងប្អូនអរគ្នាបានយល់ទៅលើបាទគម្រោងតែងបាទនៃប្រធានបែបអត្ថាធិប្បាយពន្យល់អក្សរសិល្ប៍ដែលប្រធានរបស់យើងគឺលើកឡើងថាមានទស្សនៈមួយបានលើកឡើងថាយុទ្ធវិធីជាការដោះស្រាយបញ្ហានៅក្នុងអក្សរសិល្ប៍បែបព្រាហ្មណ៍និយមគេឲ្យយើងចូលពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់បាទអញ្ចឹងបងប្អូនអរគ្នានេះគឺជាប្រធានបទបែបពន្យល់អក្សរសិល្ប៍បាទហើយគឺជាប្រធានពន្យល់ទៅលើទស្សនៈអក្សរសិល្ប៍ដែលពាក់ព័ន្ធជាមួយនឹងគេដាក់ថាយុទ្ធវិធីជាការដោះស្រាយបញ្ហានៅក្នុងអក្សរសិល្ប៍បែបព្រាហ្មណ៍និយមអញ្ចឹងតើអត្ថន័យនៃប្រធាននេះគឺមានន័យបែបណាបាទអញ្ចឹងយុទ្ធវិធីបានន័យថាបាទវិធីដោះស្រាយបញ្ហាបាទចម្បាំងបាទឬក៏កលឧបាយនៅក្នុងការធ្វើសង្គ្រាមណាបាទយើងបញ្យល់ពាក្យនេះបាទអញ្ចឹងយុទ្ធវិធីមានន័យថាជាវិធីច្បាំងឬក៏វិធីធ្វើចម្បាំងបាទឬក៏កលឧបាយនៅក្នុងការធ្វើសង្គ្រាមបាទល្បិចកលនៅក្នុងការធ្វើសង្គ្រាមណាអញ្ចឹងយុទ្ធវិធីបាទមានន័យថាល្បិចកលឬក៏ការធ្វើសង្គ្រាមគឺជាដំណោះស្រាយបញ្ហានៅក្នុងអក្សរសិល្ប៍បែបព្រាហ្មណ៍និយមបាទមានន័យថាស្នាដៃអក្សរសិល្ប៍បែបព្រាហ្មណ៍និយមគឺជាស្នាដៃអក្សរសិល្ប៍ដែលបង្ហាញពីការដែលធ្វើសង្គ្រាមបាទអញ្ចឹងយើងមើលឬក៏យើងបញ្យល់នៃប្រធានថាអក្សរសិល្ប៍បាទតែទទួលឥទ្ធិពលពីសាសនាព្រាហ្មណ៍គឺតែងតែប្រើប្រាស់ការធ្វើសង្គ្រាមឬក៏ការប្រើឧបាយកលប្រយុទ្ធគ្នាដើម្បីដោះស្រាយបញ្ហានៃការមានឡើងនៅក្នុងសាច់រឿងបាទអញ្ចឹងណាបាទអញ្ចឹងយើងមើលទៅលើនៃរបស់ប្រធានបទនឹងឲ្យមែនទែនហើយបានយល់ច្បាស់ដើម្បីកុំឲ្យយើងបកស្រាយទៅខុសបាទឬក៏កុំឲ្យយើងបកស្រាយទៅគឺនៅតែមិនចូលមិនចំបាទចំណុចនៃប្រធានបទរបស់យើងគឺយុទ្ធវិធីគឺបដោតសំខាន់ទៅលើឧបាយកលឬក៏បាទការប្រយុទ្ធគ្នាអញ្ចឹងគេដាក់ថាឧបាយកលឬក៏ការប្រយុទ្ធគ្នានឹងជាការដោះស្រាយបញ្ហានៅក្នុងអក្សរសិល្ប៍បែបព្រាហ្មណ៍និយមមានន័យថាការសិក្សាអំពីស្នាដៃអក្សរសិល្ប៍ព្រាហ្មណ៍និយមអ្នកនិពន្ធបានបង្ហាញអំពីការដោះស្រាយបញ្ហានៅក្នុងអក្សរសិល្ប៍នេះដោយប្រើនៅការធ្វើសង្គ្រាមឬក៏កលល្បិចនៅក្នុងការប្រយុទ្ធគ្នាការដោះស្រាយបញ្ហានៅក្នុងរឿងហ្នឹងគឺប្រើនៅសិលមន្តអាគមឬក៏ប្រើនៅសង្គ្រាមសងសឹកគ្នាទៅវិញទៅមកបាទអញ្ចឹងដើម្បីឲ្យកាន់តែយល់ច្បាស់ទៀតយើងមើលទៅលើគម្រោងតែម្ដងអ្វីដែលយើងត្រូវលើកឡើងទៅលើលំនាំបញ្ហាគឺយើងលើកឡើងបែបនេះបាទអញ្ចឹងយើងមើលលំនាំបញ្ហាតែម្ដងបាទនៅក្នុងនេះគឺដាក់ស្រាប់តែម្ដងនៅក្នុងគោលគំនិតព្រាហ្មណ៍និយមបាទឬក៏យើងហៅថានៅក្នុងបាទគោលព្រាហ្មណ៍និយមគេតែងតែបាទតែងតែមាននៅលក្ខណៈអស្ចារ្យឬក៏អច្ឆរិយៈហួសពីសមត្ថភាពបាទអញ្ចឹងមានន័យថាស្នាដៃអក្សរសិល្ប៍បែបព្រាហ្មណ៍និយមគឺជាស្នាដៃមួយដែលតែងតែបង្ហាញពីភាពអស្ចារ្យឬក៏អច្ឆរិយៈឬក៏បាទភាពហួសហេតុលើសពីសមត្ថភាពបាទធម្មតារបស់មនុស្សហើយគោលគំនិតចម្បងគឺបង្ហាញនៅឫទ្ធិអំណាចរបស់តួអង្គដ៏ខ្លាំងពូកែដែលជាតួអង្គតំណាងអាទិទេពហើយជាមធ្យោបាយដើម្បីយកជ័យជំនះគឺសង្គ្រាមបាទចឹងយើងផ្ដើមនៅបែបហ្នឹងដោយសារតែយើងបានលើកឡើងហើយថាយុទ្ធវិធីគឺជាការដោះស្រាយបញ្ហានៅក្នុងអក្សរសិល្ប៍បែបព្រាហ្មណ៍និយមបាទអញ្ចឹងអ្វីយើងត្រូវលើកដាក់ប្រាប់គេអញ្ចឹងមកចំណូលបញ្ហាអាស្រ័យហេតុនេះហើយទើបមានទស្សនៈមួយលើកឡើងថាយុទ្ធវិធីជាការដោះស្រាយបញ្ហានៅក្នុងអក្សរសិល្ប៍បែបព្រាហ្មណ៍និយមចំណោទបញ្ហាយើងចង់សួរមកថាតើទស្សនៈខាងលើនេះមានអត្ថន័យនិងខ្លឹមសារយ៉ាងណាបាទហើយយើងធ្វើនៅឃ្លាភ្ជាប់សេចក្តីនៅក្នុងតួសេចក្តីគឺដើម្បីជាជំនួយដល់ការបកស្រាយនៅគំនិតភាគខាងលើបានក្បោះក្បាយជាបឋមយើងគួរក៏បីយកពីកណ្ដឹងមួយចំនួនបាទអញ្ចឹងយើងឃើញថាពាក្យទី1គឺយុទ្ធវិធីដែលយើងនិយាយគ្នាមិញវិធីចម្បាំងយុទ្ធវិធីហ្នឹងគឺវិធីចម្បាំងបាទ
ឬក៏កលឧបាយនៅក្នុងការធ្វើសង្គ្រាមបាទគឺវិធីច្បាំងគ្នាណាឬក៏មធ្យោបាយឬក៏ឧបាយកលនៅក្នុងការធ្វើសង្គ្រាមហើយអក្សរសិល្ប៍បែបព្រាហ្មណ៍និយមគឺជាអក្សរសិល្ប៍ដែលទទួលឥទ្ធិពលពីសាសនាព្រាហ្មណ៍តែគេគោរពទៅលើអាទិទេពបាទទាំង3របស់គេគឺមានព្រះព្រហ្មព្រះនារាយណ៍ឬក៏ព្រះវិស្ណុបាទព្រះឥសូរឬក៏ព្រះសិវៈបាទហើយគេគោរពទៅលើបាទគម្ពីរវេទបាទហ្នឹងហើយយើងឃើញថាការច្បាំងគ្នាមានការច្បាំងគ្នាមានសិលមានអីចឹងទៅបាទហ្នឹងគឺជាអក្សរសិល្ប៍បែបព្រាហ្មណ៍និយមអញ្ចឹងសរុបនៃវិធានមកវិញគេដាក់ថាបាទយុទ្ធវិធីគឺជាការដោះស្រាយបញ្ហានៅក្នុងអក្សរសិល្ប៍បែបព្រាហ្មណ៍និយមអញ្ចឹងមានន័យថានៅក្នុងស្នាដៃអក្សរសិល្ប៍ដែលទទួលឥទ្ធិពលពីសាសនាព្រាហ្មណ៍តែងតែប្រើប្រាស់ในការធ្វើសង្គ្រាមអញ្ចឹងនិយាយខ្លីគឺងាយយល់ទេបងប្អូនយើងក្តាប់នៃឲ្យបានបែបអក្សរសិល្ប៍បែបព្រាហ្មណ៍និយមណាឬក៏អក្សរសិល្ប៍ដែលទទួលឥទ្ធិពលពីសាសនាព្រាហ្មណ៍ហ្នឹងតែងតែប្រើប្រាស់ការធ្វើសង្គ្រាមឬក៏ប្រើកលឧបាយប្រយុទ្ធគ្នាដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងសាច់រឿងបាទអញ្ចឹងអ្វីដែលគេចង់ឲ្យយើងបកស្រាយគេបកស្រាយលើហ្នឹងបាទលើថាតើនៅក្នុងរឿងហ្នឹងគឺមានប្រើឧបាយកលឬក៏ធ្វើសង្គ្រាមបែបណាខ្លះនៅក្នុងរឿងអក្សរសិល្ប៍បែបព្រាហ្មណ៍និយមហ្នឹងបាទដោយសារតែគេលើកឡើងអញ្ចឹងបាទយុទ្ធវិធីគឺជាការដោះស្រាយបញ្ហានៅក្នុងអក្សរសិល្ប៍បែបព្រាហ្មណ៍និយមបាទអញ្ចឹងមានន័យថាបាទអក្សរសិល្ប៍ដែលទទួលឥទ្ធិពលពីសាសនាព្រាហ្មណ៍ហ្នឹងតែងតែប្រើប្រាស់ការធ្វើសង្គ្រាមឬក៏ឧបាយកលបាទឬក៏កលឧបាយឬក៏ឧបាយកលហ្នឹងប្រយុទ្ធគ្នាគឺតែងតែប្រើប្រាស់ការប្រយុទ្ធគ្នាហ្នឹងដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងសាច់រឿងណាបាទឥឡូវយើងមើលទៅលើការបកស្រាយបងប្អូននៅពេលដែលយើងបកស្រាយយើងលើកកំណត់សំខាន់សិនមកហើយចាំយើងលើកឧទាហរណ៍ហើយដោយសារតែយើងឃើញថានេះគឺជាប្រធានមួយដែលជាប្រធានដែលយើងតម្រូវតែលើកទៅក្នុងអក្សរសិល្ប៍ទេបាទហើយអក្សរសិល្ប៍ទៀតសោតគឺអក្សរសិល្ប៍ព្រាហ្មណ៍និយមអាចលើកយកអក្សរសិល្ប៍ផ្សេងក្រៅពីអក្សរសិល្ប៍ព្រាហ្មណ៍និយមបានឡើយជាប្រធានបទបាទអញ្ចឹងយើងលើកនិយាយសិនមកថាជាការពិតណាស់អក្សរសិល្ប៍ព្រាហ្មណ៍និយមតែងតែលើកយកភាពអស្ចារ្យរបស់តួអង្គមកបង្ហាញបាទហើយនឹងផ្ដល់នៅគោលគំនិតជាចម្បងគឺឬក៏ជាមូលបញ្ហារឿងបែបព្រាហ្មណ៍និយមគឺបង្ហាញពីមហិទ្ធិឫទ្ធិអំណាចរបស់តួអង្គដ៏ខ្លាំងក្លាឬក៏ខ្លាំងពូកែដែលជាតួអង្គតំណាងអាទិទេពនៅក្នុងសាសនាព្រាហ្មណ៍បាទតួយ៉ាងដូចជាតួអង្គព្រះរាមគឺជាតួអង្គឯកបរោះនៅក្នុងរឿងបាទនៅក្នុងរឿងហើយក៏ជាអ្នកដែលមានកម្លាំងខ្លាំងលើសគេបាទអញ្ចឹងទៅបាទយើងតមកទៀតមកបាទចំណែកតួអង្គស្រីគឺជាតួអង្គឯកដែលមានជាកម្ពុជានារីល្អឯកលើសគេបាទលើសទេពកញ្ញានៅឋានសួគ៌អញ្ចឹងទៅបាទអញ្ចឹងយើងចាប់ផ្ដើមនិយាយមកបាទនិយាយបន្តទៀតបន្តមកជាគំនិតសំខាន់ហ្នឹងបាទយើងនិយាយមកថាដែលនៅក្នុងរឿងនិទានសោតនៅក្នុងអក្សរសិល្ប៍បែបព្រាហ្មណ៍និយមហ្នឹងបាទគឺជាប្រភេទស្នាដៃអក្សរសិល្ប៍ដែលតួអង្គអាក្រក់តំណាងឲ្យសភាវៈអាក្រក់មានដូចជាយក្សដូចជាបាទយក្សហ្នឹងគឺបាទជាតួអង្គដែលមានកំហុសហើយត្រូវបានទទួលការផ្ដន្ទាទោសពីសភាវៈល្អបាទហើយមធ្យោបាយនៅក្នុងការយកជ័យជំនះហ្នឹងគឺយើងតែងតែប្រើប្រាស់នៅយុទ្ធសាស្ត្រឬក៏យុទ្ធវិធីលបងឬក៏បាទរដ្ឋអំណាចជាពិសេសគឺការធ្វើសង្គ្រាមតែម្ដងអញ្ចឹងយើងលើកប៉ុណ្្នឹងហើយចាំយើងលើកក្នុងអក្សរសិល្ប៍បាទសង្ឃឹមថាបងប្អូនគ្នានឹងយល់ណាកន្លែងគំនិតសំខាន់នេះគឺយើងផ្ដើមដោយថាបាទគ្រប់គ្រងទៅលើគំនិតប្រធានបទរបស់យើងសិនមកជាការប៉ັດណាស្នាដៃអក្សរសិល្ប៍បែបព្រាហ្មណ៍និយមតែងតែលើកយកភាពអស្ចារ្យរបស់តួអង្គមកបង្ហាញតែតួអង្គឯកបរោះគឺជាតួអង្គឯកដែលមានឫទ្ធិអំណាចខ្លាំងពូកែអញ្ចឹងទៅតំណាងអាទិទេពក្នុងសាសនាព្រាហ្មណ៍ចំណែកឯតួអង្គនារីគឺជាកម្ពុជានារីល្អឯកដែលមានសម្រស់ស្អាតបាទលើសទេពកញ្ញាក្នុងឋានទាំង3អញ្ចឹងណាបាទជាកម្ពុជានារីអញ្ចឹងទៅបាទថ្ងៃហើយនៅក្នុងអក្សរសិល្ប៍បែបព្រាហ្មណ៍និយមនីតិសោតគឺបានបង្ហាញពីតួអង្គអាក្រក់គឺតំណាងឲ្យសភាវៈអាក្រក់គឺមានយក្សបាទដែលតួអង្គនេះគឺធ្វើឲ្យមានកំហុសបាទហើយគឺត្រូវទទួលការផ្ដន្ទាទោសពីសភាវៈល្អពីបាទសភាវៈល្អបាទគឺជាតំណាងអាទិទេពអញ្ចឹងទៅបាទហ្នឹងហើយចាំយើងនិយាយបន្តទៀតមកចិត្តស្ដែងនៅក្នុងស្នាដៃអក្សរសិល្ប៍រឿងរាមាយណៈបាទរបស់លោកបាទវ៉ាលមីកេបាទអញ្ចឹងទៅបាទរឿងហ្នឹងគឺបានបង្ហាញពីបញ្ហាតាំងពីដើមរហូតដល់ចប់គឺឲ្យឃើញថាមានការលបងរិទ្ធអំណាចបាទឬក៏ការធ្វើសង្គ្រាម
và cả xã là bong rất cứ lược thú làm bay bàn niên sĩ đá và niên sĩ đá và thua chia kẹo hai sợi hay cả thua sự kiềm rồi viên prariêm mẹ chung với đường krong ra vận nặng và krong ra vận nặng nằng đấy đầm bay đầm đam dục niên sĩ đá chấn mà là ngày hỏi dân lực dọc rương câu số một tập đó một bằng hai và thay tiết và chấn những hình thà chỉ cá vật ná khả năng rồi có dân pra sum thôn bị máu mà dạng bình tiếtในក្នុងរឿងកោសបតកđó គឺយើងបានឃើញថាមានការធ្វើសង្គ្រាមរវាងពួកអសុរៈពួកបាទអសុរៈជាមួយនឹងឬក៏អសុលបាទជាមួយនឹងពួកសុរៈបាទសុរៈនេះគឺពួកទេវតាបានន័យថាសង្គ្រាមរវាងពួកទេវតាជាមួយនឹងពួកយក្សបាទដែលជានិមិត្តរូបនៃការប្រកួតប្រជែងខាងមហិទ្ធិឫទ្ធិបាទវេទមន្តដណ្ដើមយកទឹកអមฤតបាទជីវិតអមតៈនៅលើឯភ្នំបាទមន្តរៈបាទដើម្បីស្វែងរកភាពសុខសេមសានបាទសុខដុមរមនាសម្បូរសប្បាយរុងរឿងជូនប្រទេសជាតិបាទអញ្ចឹងទៅអញ្ចឹងមានន័យថាអក្សរសិល្ប៍ហ្នឹងគឺអត់មានអីក្រៅពីការច្បាំងគ្នារវាងបាទដើម្បីទទួលបានជ័យជំនះគឺដូចធានបទរបស់យើងអញ្ចឹងបាទគឺអក្សរសិល្ប៍បែបព្រាហ្មណ៍និយមហ្នឹងគឺជាអក្សរសិល្ប៍មួយដែលបង្ហាញអំពីការធ្វើសង្គ្រាមបាទធ្វើសង្គ្រាមអញ្ចឹងណាបាទធ្វើសង្គ្រាមគឺការប្រើប្រាស់សង្គ្រាមដើម្បីដោះស្រាយបញ្ហាអញ្ចឹងនៅក្នុងរឿងបាទកោសវត្តកដោះហ្នឹងក៏ចឹងដែរគឺដើម្បីទទួលបាននៅភាពសុខសាន្តគឺមានការប្រយុទ្ធគ្នារវាងពួកបាទសូរៈឬក៏ពួកសុលបាទជាមួយនឹងពួកអសុរៈបាទគឺពួកយៈនឹងឯងតែតើមនៅទឹកអមរិតគ្នាអញ្ចឹងនៅលើភ្នំមួយហ្នឹងបាទគឺភ្នំមន្តរៈបាទដើម្បីស្វែងរកភាពសុខសេសានអញ្ចឹងទៅបាទហើយយើងឃើញថានៅក្នុងរឿងរាមកេរ្តិ៍យើងទៀតសោតហ្នឹងក៏បានបង្ហាញដែរអញ្ចឹងបងប្អូនត្រូវចេះទៅលើរឿងរាមាយណៈឥណ្ឌាក៏ដូចជាចេះទៅលើរឿងរាមកេរ្តិ៍ខ្មែរយើងបាទហ្នឹងហើយអញ្ចឹងពីរហ្នឹងខុសគ្នាណារឿងនេះគឺរឿងរាមាយណៈឥណ្ឌាគឺជារឿងរបស់ឥណ្ឌាដែលយើងបានសិក្សាបាទគឺយើងបាទធ្វើលំនាំយើងតែងរឿងរាមកេរ្តិ៍នេះគឺយកលំនាំតាមរឿងបាទរាមាយណៈឥណ្ឌានេះបាទដែលនិពន្ធដោយលោកវ៉ាឡាមីកេចំណែកឯរឿងរាមកេរ្តិ៍យើងខ្មែរយើងនេះគឺមិនមានអ្នកនិពន្ធច្បាស់លាស់ទេគឺគ្រាន់តែមានអ្នករៀបរៀងជាឯកសារគឺដោយនៅអង្គម្ចាស់វត្តឆាយវង្សបាទយើងឃើញថានៅមានឯកសារជាច្រើនទៀតដែលជារឿងរាមាយណៈឥណ្ឌាដូចជាបានបោះពុម្ពផ្សាយដោយក្រសួងអប់រំយើងគឺឆ្នាំ1987បាទគឺរឿងរាមាយណៈឥណ្ឌាបាទគឺនៅក្នុងសៀវភៅពុម្ពភាសាខ្មែរថ្នាក់ទី10បាទក៏មានបានបង្ហាញដែរនៅតកតងទៅនឹងអក្សរសិល្ប៍រឿងនឹងរឿងរាមាយណៈឥណ្ឌាតែឡែកនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរយើងបន្តទៀតមកថាបាទយ៉ាងណាយើងបន្តពីខាងលើនេះមកបាទម្យ៉ាងវិញទៀតនៅក្នុងស្រដៃអក្សរសិល្ប៍ឬរាមកេរ្តិ៍ក៏បានបង្ហាញឲ្យឃើញថាបាទអក្សរសិល្ប៍បែបព្រាហ្មណ៍និយមគឺបានបង្ហាញពីការធ្វើសង្គ្រាមបាទការដោះស្រាយបញ្ហាដោយធ្វើសង្គ្រាមផងដែរដោយយើងសង្កេតឃើញថានៅក្នុងផ្ទៃរឿងនិពន្ធបានជ្រើសរើសយកវិធីនៃការលបងរឹតអំណាចការធ្វើសង្គ្រាមដោយដោះស្រាយបញ្ហាតាមដំណើររឿងបាទជាក់ស្ដែងគឺសង្គ្រាមរវាងព្រះរាមជាមួយនឹងក្រុងរាពណ៍ដែលធ្វើសង្គ្រាមនឹងគ្នាដើម្បីដណ្ដើមនាងសីតាបាទយើងគួរតែលើកសាច់រឿងមកដាក់ផងដែរបាទយើងឃើញថាសង្គ្រាមនៅក្នុងរឿងយើងនេះគឺនៅក្នុងខ្សែទីបាទនៅក្នុងខ្សែទី5ទី6បាទយើងអាចចាប់ផ្ដើមមានសង្គ្រាមអីបាទនៅក្នុងខ្សែទី5បាទអញ្ចឹងនៅក្នុងខ្សែទី5 6 7 8ហ្នឹងគឺទី8 9 10ហ្នឹងគឺសិតតែពាក់ព័ន្ធជាមួយនឹងសង្គ្រាមហើយអញ្ចឹងសង្គ្រាមទី1ណាបាទសង្គ្រាមទី1គឺរវាងបាទឲ្យលោកគ្រូលើកឡើងតាក់ទងទៅនឹងសង្គ្រាមទី1រហូតដល់សង្គ្រាមទី8បាទសង្គ្រាមទី8បាទដែលនៅក្នុងសង្គ្រាមទី1គឺសង្គ្រាមរវាងទ័ពស្វាបាទគឺរុក្ខសៈបាទរុក្ខរៈបាទជាមួយនឹងទ័ពយក្សគឺរុក្ខសេនបាទដែលកាត់ឡើងរវាងការច្បាំងគ្នាដណ្ដើមយកសង្គ្រាមនៅកន្លែងនេះបាទសង្គ្រាមទី1ហ្នឹងគឺយើងដឹងហើយថានៅក្នុងដំណើររឿងយើងនៅពេលដែលព្រះរាមបាទទៅយកនាងសីតាត្រឡប់មកវិញហ្នឹងគឺទៅដល់ក្រុងលង្កាហ្នឹងបាទក៏ចាប់ផ្ដើមធ្វើសង្គ្រាមជាមួយនឹងក្រុងរាពណ៍ហើយសង្គ្រាមដំបូងហ្នឹងគឺសង្គ្រាមដែលក្រុងរាពណ៍បានបញ្ជាឲ្យទ័ពយក្សគឺឈ្មោះថា
បាទនេះទ័ពជាឈ្មោះរកកសេនហ្នឹងទៅយាមព្រៃបាទដើម្បីកុំឲ្យទ័ពស្វាបេះផ្លែឈើស៊ីបានអញ្ចឹងសង្គ្រាមកើតមានឡើងរវាងទ័ពស្វានិងទ័ពយក្សហ្នឹងទៅហើយស្លាប់អស់អញ្ចឹងទៅមានសល់តែទ័ពយក្សមួយហ្នឹងទៅប្រាប់ក្រុងរាពណ៍ថាបាទហនុមានស្លាប់ហើយសង្គ្រាមទី2គឺកើតឡើងរវាងក្រុងរាពណ៍ជាមួយនឹងព្រះរាមដោយនៅពេលដែលក្រុងរាពណ៍ឈឺចិត្តពេកបាទដោយចាញ់ព្រះរាមបានសកំទេចឆាប់ជ័យនៅពេលដែលដឹងថាហនុមានស្លាប់នោះអញ្ចឹងក៏កំទេចឆាប់ជ័យហ្នឹងទៅក៏កើតមានសង្គ្រាមទី2គឺរវាងសង្គ្រាមរវាងក្រុងរាពណ៍ជាមួយនឹងព្រះរាមតែនៅពេលដែលគាត់ឈឺចិត្តពេកគឺចាប់នាងសេនាហោះទៅលើអាកាសដើម្បីបញ្ឈឺចិត្តព្រះរាមណាអញ្ចឹងហើយក៏ពិភេកក៏ប្រាប់ការពិតសូត្រមន្តឲ្យក្រុងរាពណ៍នឹងបាទសម្លាប់លើរាជរថទៀតអញ្ចឹងនេះជាសង្គ្រាមទី2ហើយទី3គឺសង្គ្រាមរវាងអង្គតជាមួយនឹងក្រុងរាពណ៍បាទដោយសារតែបាទអង្គតនេះបានយករាជសារទៅបាទថ្វាយដល់បាទក្រុងរាពណ៍តែបែរជាកន្លែងនេះគឺបាទសម្លាប់ណាបាទសម្លាប់បាទអញ្ចឹងបែរជាចង់សម្លាប់អង្គតវិញបាទសូមអធិស្ឋានផងបាទគឺក្នុងនេះគឺខុសអក្ខរាវិរុទ្ធបាទអញ្ចឹងនាំសារបាទន័យថាសង្គ្រាមទី3ហ្នឹងគឺអង្គតហ្នឹងបាទគឺគាត់នាំសារទៅថ្វាយក្រុងរាពណ៍ប៉ុន្តែក្រុងរាពណ៍ហ្នឹងគឺបាទចង់សម្លាប់ឬក៏ពពួកយក្សហ្នឹងចង់សម្លាប់អង្គតហ្នឹងហើយត្រូវបានអង្គតហ្នឹងទះក្បាលក្រុងរាពណ៍ឲ្យសន្លប់ហើយលួចយកត្បូងពេជ្រនៅលើក្បាលក្រុងរាពណ៍នឹងរត់ទៀតហើយមិនតែប៉ុណ្ណោះគឺសម្លាប់យក្ស4នាក់ទៀតបាទហើយសង្គ្រាមទី4គឺបាទក្រុងរាពណ៍បានប្រើឲ្យកុម្បការហ្នឹងចេញទៅច្បាំងហើយកុម្បការហ្នឹងក៏បានថាគួរតែយកនាងសីតាហ្នឹងត្រឡប់ឲ្យព្រះរាមវិញអញ្ចឹងណាបាទប៉ុន្តែបាទក្រុងរាពណ៍គឺបានតេះដៀលដល់កុម្បការហ្នឹងថាខ្លាចស្លាប់បាទហើយក៏ចូលច្បាំងហើយពេលដែលចូលច្បាំងហ្នឹងគឺច្បាំងជាមួយនឹងព្រះលក្សណ៍បាទកុម្បការច្បាំងជាមួយព្រះលក្សណ៍អញ្ចឹងកុម្បការហ្នឹងគឺបានចោលបូងស័កត្រូវជើងរបស់ព្រះលក្សណ៍ហើយរំបើរីកដល់ក្រុងបាដាលអីចឹងទៅយើងអាចរៀបរាប់បន្ថែមទៀតមកបាទហើយក៏ពិភេកទទួលផ្សំថ្នាំបាទថ្វាយដល់ព្រះរាមដើម្បីជួយព្រះលក្សណ៍បាទហើយហនុមានក៏បានទៅលើកភ្នំទាំងមូលមកឲ្យចឹងទៅហើយខ្វះថ្មបោះហើយក៏ទៅក្រុងលង្កាដើម្បីបាទយកថ្មបោះប៉ុន្តែព្រះពិភេកបាននិយាយថាបើមកវិញអត់ទាន់ទេព្រះអាទិត្យរះគឺមិនអាចជួយព្រះលក្សណ៍បានឡើយអញ្ចឹងក៏គាត់ទៅបាទច្បាំងជាមួយនឹងព្រះអាទិត្យទៀតដោយវាយសេះព្រះអាទិត្យឲ្យរត់អស់ហើយសង្គ្រាមបន្តទៀតហ្នឹងបាទពេលដែលជួយកុម្បការនេះបាទបានធ្វើឲ្យព្រះលក្ខណ៍លពោះនេះហើយពិភេកបានជួយផ្សំថ្នាំអីជាហើយដល់ចូលដល់សង្គ្រាមទី5គឺរវាងបាទសង្គ្រាមបន្តទៀតហ្នឹងគឺទី5នេះគឺយើងម្លងបន្តិចណាបាទគឺទី5រវាងកុម្បការនិងព្រះលក្ខណ៍ហ្នឹងគឺបន្តទៀតគឺពេលដែលព្រះលក្ខណ៍ជាក៏ធ្វើសង្គ្រាមជាមួយនឹងកុម្បការហ្នឹងគឺសម្រាប់កុម្បការហ្នឹងបានហើយបានចូលដល់អន្តជិតជាមួយនឹងព្រះលក្ខណ៍បាទហើយអន្តជិតនេះគឺបានប្រែកាឡាជាពពកបាទហើយធ្វើឲ្យព្រះរាមហើយនិងព្រះលក្ខណ៍មិនអាចមើលយក្សនឹងឃើញទេហើយក៏ស្លាប់អស់បាទទ័ពស្វាជាច្រើនហើយព្រះរាមក៏បួងសួងបាទសូមឲ្យមើលស្វាឃើញអញ្ចឹងមើលតបយក្សឃើញអញ្ចឹងទៅបាទហើយក៏សម្លាប់បាទអាចសម្លាប់យក្សបានបន្តទៅទៀតគឺសង្គ្រាមរវាងហនុមានជាមួយនឹងក្រុងរាពណ៍ដែលក្រុងរាពណ៍នេះគឺសង្ងំទៅស្លពឹសនាគបាទពឹសពីនាគហ្នឹងហើយបាទពិភេកក៏ប្រាប់ដល់ព្រះរាមហើយព្រះរាមបានអនុញ្ញាតឲ្យហនុមានទៅបំផ្លាញពិធីស្លពឹសនាគហើយក៏ឲ្យអន្តជិតនឹងចូលច្បាំងជាមួយនឹងព្រះលក្ខណ៍នឹងបាទម្ដងទៀតអញ្ចឹងព្រះលក្ខណ៍ហ្នឹងក៏ត្រូវជាប់បាទធ្នូរបស់អន្តជិតនេះទៀតបាទធ្នូហ្នឹងនាគបាសហ្នឹងក៏បានបាញ់មកកាន់ព្រះលក្ខណ៍ហើយព្រះលក្ខណ៍ហ្នឹងក៏ជាប់គាំងដោយសារធ្នូរបស់អន្តជិតបាទហើយព្រះរាមហ្នឹងក៏បានគំរាមកំហែងទេវតាឲ្យជួយប្អូនរបស់ខ្លួនហ្នឹងបាទគឺព្រះលក្ខណ៍ហ្នឹងហើយក៏អាចមើលតបយក្សហ្នឹងឃើញហើយក៏សម្លាប់អន្តជិតហ្នឹងបានបាទចុងក្រោយអន្តជិតហ្នឹងក៏ច្បាំងជាមួយព្រះលក្ខណ៍ចាញ់ទៅបាទហើយចូលដល់សង្គ្រាមបន្តទៀតគឺបាទអស់សង្ឃឹមព្រះក្រុងរាពណ៍ហ្នឹងក៏បានឲ្យកូនរបស់ខ្លួនចូលច្បាំងបាទហើយក៏ស្លាប់ទៀតបាទអញ្ចឹងសង្គ្រាមមាន7 8ហ្នឹងប៉ុន្តែដោយសារតែក្នុងនេះគឺលោកគ្រូបានដាក់រៀងមិនបានតាមលំដាប់ទេបាទអញ្ចឹងដោយជាការចងចាំបានប៉ុណ្ណឹងណាបាទអញ្ចឹងយើងអាចរៀបរាប់មកគឺឃើញថានៅក្នុងរឿងហ្នឹងគឺសុទ្ធតែបង្ហាញពី
អសរសិល្ប៍ហ្នឹងគឺបង្ហាញអំពីការច្បាំងគ្នាដោយសង្គ្រាមដោយកលល្បិចបាទអញ្ចឹងដូចស៊ីទៅនឹងប្រធានបទរបស់យើងហើយគឺបាទគេដាក់មកថាយុទ្ធវិធីគឺជាការដោះស្រាយបញ្ហានៅក្នុងអសរសិល្ប៍បែបព្រាហ្មណ៍និយមអញ្ចឹងដោយន័យរបស់វាគឺចង់សង្កត់ថាអសរសិល្ប៍ហ្នឹងគឺមានឥទ្ធិពលទៅលើសាសនាព្រាហ្មណ៍ហើយតែងតែប្រើការបាទធ្វើសង្គ្រាមឬក៏ប្រយុទ្ធគ្នាដើម្បីដោះស្រាយបញ្ហានៅក្នុងសាច់រឿងអញ្ចឹងនៅក្នុងនេះគឺយើងបានបង្ហាញពីការប្រយុទ្ធគ្នាហើយដើម្បីដោះស្រាយបញ្ហារឿងហើយយើងមើលមួយទៀតគឺនៅក្នុងរឿងនឹងទៀតសោតបាទមួយវិញទៀតគឺបានបង្ហាញពីវិបត្តិពុកតែមិនស្គាល់កូនហើយកូនក៏មិនស្គាល់ពុកដែរគប់ផ្សំជាមួយនឹងចរិតចក្រពត្តិបាទនិយមរបស់ព្រះរាមដែលរបបនឹងសង្គ្រាមរហូតដល់ខ្លាចមានអ្នកខ្លាំងជាងខ្លួនអញ្ចឹងទៅក៏បង្កសង្គ្រាមជាមួយនឹងកូនក្មេងដែលជាកូនបង្កើតរបស់ខ្លួននេះបាទឡើងទៀតផងចឹងថាយុទ្ធវិធីគឺធ្វើសង្គ្រាមរហូតចឹងសង្គ្រាមហ្នឹងក៏បានជំរុញឲ្យបាទទ្រង់ទទួលបំណឹងពីនាងសីតាហើយស្គាល់ថារាជកុមារទាំងពីរហ្នឹងគឺជាបុត្ររបស់ខ្លួនចឹងនៅពេលនោះហើយគឺព្រះរាមបាទគឺស្គាល់អីចឹងទៅហើយបាទហើយយើងមើលបន្តទៀតគឺចំណុចមួយទៀតតែជាចំណុចដែលបញ្ជាក់ពីបញ្ហានៃរឿងរបស់យើងដែរបាទគឺនៅពេលដែលព្រះរាមហ្នឹងគឺបាទត្រូវការទ័ពដើម្បីទៅជួយនាងសីតាគឺព្រះរាមបានបាទជួយសុគ្រីពបាទពីការសម្លាប់របស់ពាលីឬក៏ជួយសងសឹកឲ្យសុគ្រីពគឺសម្លាប់ពាលីជាបងណាបាទអញ្ចឹងកន្លែងនេះសម្លាប់ណាសម្លាប់ពាលីជាបាទគឺព្រះរាមជួយសុគ្រីពសម្លាប់ពាលីជាបងហើយគ្រប់គ្រងនគរខាខិនបរិយអញ្ចឹងមានថានៅក្នុងរឿងហ្នឹងគឺអសរសិល្ប៍ហ្នឹងគឺប្រើការប្រយុទ្ធគ្នាតែម្ដងសូម្បីតែកន្លែងហ្នឹងក៏បង្ហាញដែរបាទអញ្ចឹងអាចដាក់កន្លែងហ្នឹងបន្ថែមទៀតផងអញ្ចឹងជាចុងក្រោយគឺព្រះរាមនៅតែគឺសុទ្ធតែមានភាពជាអវតារព្រះវិស្ណុអវតារព្រះនារីដែលអាចយកឈ្នះគ្រប់ស្ថានភាពបានអញ្ចឹងណាបាទអញ្ចឹងយើងអាចលើកយកអសរសិល្ប៍នឹងមកដាក់អញ្ចឹងមកហើយយើងសរុបមកវិញមកបាទសរុបមកឃើញថាអសរសិល្ប៍ដែលស្ថិតនៅក្នុងចលនាអសរសិល្ប៍ព្រាហ្មណ៍និយមហ្នឹងតែងតែប្រើប្រាស់យុទ្ធវិធីនៅក្នុងការធ្វើសង្គ្រាមដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងសាច់រឿងហើយអ្នកខ្លាំងជាអ្នកឈ្នះនឹងទទួលបានអ្វីៗគ្រប់បែបយ៉ាងហើយយើងបញ្ចប់រឿងមកថាឆ្លងតាមការដោះស្រាយយើងឃើញថាយើងអាចមានតម្លៃថាប្រធានខាងលើគឺពិតជាមានតម្លៃយ៉ាងជ្រាលជ្រៅដល់យុវជនទាំងឡាយដែលជាអ្នកសិក្សាឲ្យយើងចេះបែងចែកឲ្យយើងចេះយល់អំពីការដោះស្រាយបញ្ហានៅក្នុងអក្សរសិល្ប៍បែបព្រាហ្មណ៍និយមដើម្បីទុកជាទុនសម្រាប់ការសិក្សាទៅថ្ងៃមុខបាទហើយចំណាប់អារម្មណ៍នៅដូច្នេះនៅក្នុងនាមយើងជាសិស្សបាទសានុសិស្សយើងគប្បីខិតខំស្រាវជ្រាវបាទរៀនសូត្រឲ្យកាន់តែពូកែដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិនាថ្ងៃអនាគតបាទអញ្ចឹងនេះគឺជាប្រធានមួយដែលវាជាប្រធានបិទហើយជាប្រធានដែលយើងត្រូវតែចេះរឿងផងដែរហ្នឹងហើយអញ្ចឹងបងប្អូនយើងត្រូវសិក្សាស្រាវជ្រាវបានច្រើនដើម្បីយល់ដឹងណាបាទអញ្ចឹងតើគូមានប៉ុណ្ណឹងសម្រាប់ជាការណែនាំបាទអរគុណចំពោះការតាមដានទស្សនាបាទសូមជម្រាបលាបាទ